ឃើញទេមានសតិរសន្តោសៈមកដាក់ក្នុងចិត្តជាមនុស្សទទួលខុសត្រូវជាមនុស្សចេះល្មមជាមួយនឹងគ្រួសារល្អច្រើនណាស់ល្អប៉ុន្តែសិលរាល់ថ្ងៃដូចអាលើកឧទាហរណ៍ថាបឹងដ៏ធំមួយដែលតាមពិតគួរតែប្រើនៅក្នុងសង្គមមិនប្រើក្នុងវត្តទេមិនប្រើសម្រាប់ចាស់ចាស់ទេរហូតដល់ព្រះអង្គឲ្យឈ្មោះថាសិល5ហ្នឹងគឺជាធម៌របស់មនុស្សអញ្ចឹងសិល5ជាធម៌របស់មនុស្សមិនមែនធម៌របស់ដេរិឆានទេដេរិឆានវាអត់សិលហ្នឹងទេអត់ទេចឹងភាពជាមនុស្សពេញលេញគឺមានសិល5ហ្នឹងតែខ្វះសិលភាពជាមនុស្សហ្នឹងខ្វះខាតដែរចឹងមានសិល1មានភាពជាមនុស្ស 20% បាន2បាន 40% បាន3បាន 60% បាន4បាន 80% បានទាំង5គឺភាពជាមនុស្ស 100% ពេញបរិបូរណ៍ជាមនុស្សហ្មងសិល5ហ្នឹងឃើញទេបុគ្គលមិនសាហាវមិនសម្លាប់ជីវិតឃើញទេ1មិនជាអ្នកមានដៃមានជើងលួចទ្រព្យរបស់គេល្អទេល្អណាមិនជាអ្នករំលោភបំពានលួចប្តីលួចប្រពន្ធគេល្អទេល្អណាមិនជាមនុស្សកុហកបោកប្រាស់ល្អទេល្អមិនជាមនុស្សផឹកស្រាបំផ្លាញស្មារតីទៅអាលេអាឡូនិយាយខុសត្រូវមិនដឹងល្អទេល្អឃើញល្អហ៎ហ្នឹងហើយល្អអញ្ចឹងគួរតែត្រូវបានអនុវត្តនៅលើពិភពលោកអាហ្នឹងមិនអនុវត្តក្នុងពេលសុំសិលនៅវត្តហ្នឹងទេនៅពេលដែលយើងថាចាស់ចាំទៅសុំសិលហ្នឹងស្មានថាគឺយកលំអសិលហ្នឹងដែលគួរតែវាជាទឹកបឹងជាទីរីករាយនៃសត្វក្នុងទឹកផងសត្វលើគោកផងចុះទៅដេកចុះទៅផឹកបានតិចទាំងអស់គ្នាស្រាប់តែគេយកប្រមូលទឹកហ្នឹងយកទៅដាក់ដបមួយយកទៅទុកក្នុងវត្តណាចង់កាន់សិលចាំទៅវត្តចាស់ទៅចាំទៅវត្តជឹងអៀនទេជឹងអៀនណាអៀនឲ្យទៅតាមប្រពៃនឹងជុកអៀនណាអត់តលេសោះសួរទៅពីណាស្រឡាញ់ចោលឡើងហ្នឹងហាស្រឡាញ់អ្នកអត់ធ្វើចោលនោះហើយគឺជាអ្នកមានសិលសិលហ្នឹងគឺមាតល្អហ្នឹងហ្នឹងចរិតល្អហ្នឹងហើយប្រវត្តិល្អហ្នឹងហើយជាអ្នកមានសិលតែយើងអ្នកមានសិលរាល់ថ្ងៃនៅលើទម្រង់អត់ឲ្យនិយមន័យមែនទេថាសិលគឺជាធាតុល្អនៅក្នុងចិត្តទេត្រូវស្លៀកម៉េចទៅវត្តទៅពៀនេះម៉េចទៅសូត្រម៉េចទៅបត់ជើងម៉េចឃើញទេចឹងបានអ្នកណាទេគាត់ថាជាដូនគាត់ថ្ងៃសិលមិនដែលខានគឺទៅអូរៀបដាប់តាំងពីយប់នោះស្រៈបណ្ណាស្លៀកពាក់ម៉េចគាត់ទៅប៉ុន្តែរួចតែពីថ្ងៃសិលនិយាយពីសាហាវគាត់ថាជេរសាហាវអាណាជាពាក់លុយអីទៅសុខោញសពុតជេរអត់ណាបើថ្ងៃសិលក៏អត់ធ្វើណាបានថ្ងៃសិលមួយដែរមិនដឹងគាត់ជ្រះថ្លាងសិលឬក៏ខ្លាចបាបគាត់ថាជេរថ្ងៃហ្នឹងធ្លាក់នរកអីណានៃទៀតចឹងណាអាជេរខុសពីថ្ងៃហ្នឹងអត់អីចឹងណាអត់ទេអាបាបហ្នឹងអញ្ចេះព្រះអង្គប្រៀបដូចជាលមួកព្រះអង្គប្រៀបដូចជាភ្លើងចឹងចាប់ថ្ងៃណាក៏លាកដែរដល់យល់ចឹងមិនយល់ត្រូវលមួកចឹងដែរមិនមែនលមួកថ្ងៃសិលអត់ស្អុយស៊ីប្រមាណក៏មិនស្អុយដែរខុសពីថ្ងៃសិលស្អុយយល់ចឹងមិនត្រូវអីវាតើកើតតែមិច្ឆាទិដ្ឋិទៀតហ្នឹងទី4គោលបំណងឲ្យអ្នកស្ដាប់ទាំងឡាយកំពុងស្ដាប់បានយល់ពីព្រោះអ្នកខ្លះមកពីគ្មានអ្នកប្រាប់គាត់ទៅគាត់មិនដឹងមនុស្សដែលច្រើនគឺពិតជាមិនយល់ទានសូមលោកម្ចាស់គ្រូមេត្តាជួយបំភ្លឺទានចាស់ដោយសេចក្តីគោរពអរគុណហ្នឹងហើយនិយាយបានខ្លះអញ្ចឹងព្រោះមានសំណួរច្រើនណាធាតុពិតមកពីមិនយល់តែយល់ទៅស្រឡាញ់ហើយសិលហ្នឹងហើយរហូតដល់ថាបើអត់សិល feel អត់ស្រួលខ្លួនទេដូចគ្នាថាពីមុនយើងធ្លាប់តែដើរស្រាតអញ្ចឹងណាអត់អីទេមួយដើរស្រាតហ្នឹងនៅពីក្មេងយើងដើរស្រាតហ្នឹងអត់អីទេប៉ុន្តែពេលយើងចេះខ្មាស់គេជឿចេះស្លៀកដំបងផូចចេញផងនៅពីក្មេងមែនទេប៉ុន្តែបើស្លៀកយូរទៅវាទៅជាទម្លាប់ឃើញស្លៀកទៅស្អាតមានទៅថប់មានទៅពិបាកស្អីរហូតដល់យើងអត់ស្លៀកអត់កើត
អញ្ចឹងអ្នកដែលយល់ពីគុណតម្លៃមែនទែនរបស់សិលគឺ feel ថាអត់សិលអត់កើតហ្នឹងដូចឲ្យទៅស្លាប់អីធ្វើមិនកើតទេទៅស្លាប់ទៅរួចឲ្យទៅលួចគេអូទៅរួចសុកចិត្តរស់ស៊ីដាច់ដៃចោលអត់លួចគេទេឃើញទេក៏ទៅអញ្ចឹងកុហកបោកប្រាស់អីគេអញ្ចឹងអូយតែកុហកទៅគេបានទទួលនូវភាពមិនពិតគេខូចចិត្តដោយសារតែយើងកុហកខ្ញុំធ្វើមិនកើតទេឃើញទេប៉ុន្តែបើមនុស្សញៀននឹងអាហ្នឹងវិញមានទៅពិបាកអីកុហកនឹងស្រួលសឹងអី